ស្ថានភាពនៅសមរភូមិជួរមុខតំបន់មុំ3កាន់តែធូរស្រាលក្រោយភាគីកម្ពុជាថៃឯកភាពជួបពិភាក្សាគ្នា3ដងក្នុងមួយសប្តាហ៍ដោយគ្មានអាវុធរហូតមកដល់ពេលនេះស្ថានភាពនៅតំបន់សមរភូមិជួរមុខមុំ3ទីដែលទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរបណ្ដាលឲ្យស្លាប់ម្នាក់កាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025មានសភាពធូរស្រាលហើយពលគឺមិនតានតឹងដោយប៉ុន្មានថ្ងៃមុនទៀតនោះទេស្ថានភាពនៃការធូរស្រាលនេះបន្ទាប់ពីកងទ័ពទាំងពីរកម្ពុជាថៃបានឯកភាពក្នុងការជួបពិភាក្សាគ្នាចំនួន3ដងក្នុងមួយសប្តាហ៍ដោយម្ខាងទាហានចំនួន7នាក់និងគ្មានអាវុធជាប់នឹងខ្លួននោះទេតាមរយៈយន្តការនេះគឺជាដំណោះស្រាយដែលកើតចេញពីមេដឹកនាំទាំងពីរដើម្បីកាត់បន្ថយភាពតានតឹងខ្លាំងនៅតំបន់សមរភូមិជួរមុខជៀសវាងការបាញ់គ្នាដោយប្រការណាមួយសូមរំលឹកថាក្រសួងការពារជាតិនៅថ្ងៃទី9ខែមិថុនាឆ្នាំ2025បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់នៅលទ្ធផលចំនួន4ចំណុចរួមមានទី1ពុំមានការដកទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេទី2រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកម្លាំងការចល័តកម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះទី3កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំប្រឹងប្រែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាទី4កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគ្រប់គ្រងដល់យន្តការចរចាព្រំដែនជាមួយនឹងប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រសួងការពារជាតិសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបាន